ប្រយុទ្ធនៅខាងទឹកដីសបួរដនលឹកបាទទឹកដីជាទឹកដីប្រឡងនៅក្នុងនេះលក្ខណៈពិសេសវាគឺស្រាប់តំបន់ត្រីដែលគេដាក់បកាយច្រើនក៏ដូចជាត្រីដែលគេលេងច្រើនអញ្ចឹងណាយើងលេងនៅក្នុងនេះគឺប្រសិទ្ធភាពជម្រាបសួរក៏សួស្ដីអ្នកដែលចូលចិត្តកីឡាបបកត្រីទាំងអស់គ្នាហ្នឹងហើយហ្នឹងនេះគឺមកប្រយុទ្ធនៅខាងទឹកដីសបួរដនលឹកបាទទឹកដីជាទឹកដីប្រឡងចាស់របស់ខ្ញុំទេហើយថ្ងៃនេះគឺយើងលក្ខណៈមកប្រយុទ្ធលក្ខណៈត្រីស្រែទេដោយសារថាវាទឹកចាប់ដើមស្រកខ្លះហើយអញ្ចឹងអាចលេងត្រីស្រែបានខ្លះហើយការលេងរបស់ខ្ញុំដែរគឺខ្ញុំលេងលក្ខណៈនៅក្នុងអញ្ចឹងណាបងប្អូនដែលធ្លាប់ទស្សនាវីដេអូចាស់ៗរបស់ខ្ញុំប្រហែលជាគាត់ធ្លាប់បានទស្សនាទៅទៅមួយនៅក្នុងហើយនៅក្នុងនេះលក្ខណៈពិសេសវាគឺស្រាប់តំបន់ត្រីដែលគេដាក់បកាយច្រើនក៏ដូចជាត្រីដែលគេលេងច្រើនអញ្ចឹងណាយើងលេងនៅក្នុងនេះគឺប្រសិទ្ធភាពព្រោះសារថាវាផ្លែវានៅខាងក្នុងវាប្រក់នៅខាងក្នុងអញ្ចឹងបងប្អូនអញ្ចឹងយើងលេងគឺភាគរយគឺអត់សូវលោតច្រើនទេតំបន់ខំលោតអញ្ចឹងលុយក្នុងនេះក៏វាទៀមទាយើងបិទឲ្យប្រយ័ត្នបើសិនជាយើងបិទកាត់នេះអត់ប្រយ័ត្នគឺទឹកវារត់មករឿងឆ្កងហើយរៀងវិលអញ្ចឹងយើងបិទលក្ខណៈបែបនេះអញ្ចឹងឥឡូវសូមបងប្អូនទៅទស្សនាសកម្មភាពនៃការយកត្រីរបស់ខ្ញុំខានបបករឿងយូរដែរនៅទឹកដៃនៅអែមនិចមុនអត់ទេត្រីស្រែត្រីទី3ប្រឡងបតតបោះប្រឡងបតតបោះត្រីទី3អានេះពេលល្ងាចតែដល់ហើយមួយជាចង់កន្លះគីឡូបើមួយវិញជាកន្លះគីឡូដល់ញាក់ចុងដៃគេហើយមកចុងដៃគេលេងលំទួទី6ក៏ទី6ត្រឹសត្រីទឹកដើមស្រកហើយត្រឹសទឹកការសរុបលទ្ធផលលេងប្រហែលជាខ្ទង់3ម៉ោងដល់អស់ដល់យ៉ាងដល់ប្រទេសវិញស្មាត់ក្នុងតស៊ូស្មាត់នៅខាងនោះបាន4ក្បាលរបស់ខ្ញុំ I'm Snare you are the best